បាទរុនសួស្តីនឹងជំរាបសួរពុកម៉ែបងប្អូនស្វាគមន៍សាជាថ្មីមកកាន់វីដេអូទី2នៃដំណើរកំសាន្តឆ្ពោះទៅកាន់កោះរ៉ុងសន្លឹមបងប្អូនហើយបងប្អូនបានទស្សនារួចមកហើយនៅវីដេអូទី1ដែលយើងបានរៀបចំធ្វើដំណើរចេញពីផែនៅឯព្រះសៀននោះបងប្អូនយើងឡើងមកខាងកោះរ៉ុងសន្លឹមរបស់យើងបងប្អូនហើយសម្រាប់វីដេអូទី2នេះគឺយើងបានមកដល់នៅលើទីតាំងរបស់ resort ដែលមានឈ្មោះថា Suning Resort បងប្អូន Suning Resort គឺជា resort មួយដែលស្ថិតនៅលើទីតាំងរបស់កោះរ៉ុងសន្លឹមហើយ resort របស់គាត់បើតាមយើង search មើលគឺស្អាតហើយអ្វីដែលយើងបានមកដល់គឺការរៀបចំរបស់គាត់គឺស្អាតមែនទែនសូម្បីតែការមកដល់គឺមានជាប្រភេទភេសជ្ជៈយើងអាចគេមានជា welcome drink មកគេអញ្ចឹងណាពេលដែលភ្ញៀវមកដល់អញ្ចឹងគេមានកន្លែងសម្រាប់ភ្ញៀវអង្គុយលេងហើយមានកន្លែងលក់ភេសជ្ជៈអីផ្សេងៗទៀតបងប្អូនចង់ញ៉ាំកាហ្វេចង់ញ៉ាំអីផ្សេងៗមកដល់យើងមានភេសជ្ជៈតិចៗសម្រាប់ស្វាគមន៍នៃការស្វាគមន៍របស់ resort របស់គេហើយឥឡូវយើងបានមកដល់យើងក៏មក check in ជាមួយនឹងខាង receptionist របស់គេដើម្បីដឹងថាទីតាំងរបស់យើងស្នាក់នៅនឹងយើងចាប់បាននៅ bungalow មួយណាទីតាំងមួយណាដើម្បីយើងធ្វើការរៀបចំអីវ៉ាន់ជូនអីវ៉ាន់យើងទៅរៀបចំទុកដាក់ងូតទឹកងូតអីផ្លាស់សម្លៀកបំពាក់ដើម្បីមកញ៉ាំអាហារថ្ងៃត្រង់ដោយសារយើងមកដល់នេះវាថ្ងៃត្រង់ណាដែរបងប្អូនមកយើងចេញពីនោះមកដល់នេះវាមកខ្ទង់ប្រហែលជា11 12ហើយតម្រាំយើងរៀបចំអាហារថ្ងៃត្រង់ទៀតអញ្ចឹងយើងមកដល់ចាំពេលអាហារថ្ងៃត្រង់ល្មមហើយនេះគឺជាប្រភេទ bungalow របស់គេមួយបងប្អូន bungalow គេមួយគឺបែរមុខទៅរកឆ្នេរសមុទ្រតែម្ដងបងប្អូននៅជាប់ទៅនឹងឆ្នេរសមុទ្រតែម្ដងឃើញថា view ស្អាតឃើញថាអែមស្រែមែនទេបងប្អូនពេលដែលយើងចង់ចុះលេងទឹកចង់អីគឺយើងអាចដូរសម្លៀកបំពាក់ពីក្នុងមកយើងចុះទៅលេងនៅខាងមុខ bungalow របស់យើងមួយចឹងបងប្អូនហើយយើងមានទឹកស្អាតអីនៅខាងមុខកន្លែង bungalow ហ្នឹងយើងអាចសម្អាតខ្លួនមុនយើងចូលទៅក្នុងផ្លាស់ដូរសម្លៀកបំពាក់អីបានឃើញថាទីតាំងគាត់រៀបចំគាត់គិតគូរបានល្អិតល្អន់ហើយនឹងទីតាំងស្អាត view ក៏ស្អាតអាចទទួលយកបានបងប្អូនគឺថាបើសិនជាបងប្អូនចង់មកលេងអីអាច recommend បងប្អូនមកកន្លែងគាត់បានគឺស្អាតអាចទទួលយកបានតម្លៃសមរម្យហើយមកនិយាយពីការរៀបចំខាងក្នុងនៃ bungalow របស់គាត់បងប្អូនចូលមកដល់យើងមានជាភេសជ្ជៈមានជាកែវកាហ្វេមានជាកំសៀវដាំទឹកសម្រាប់យើងឆុងកាហ្វេអញ្ចឹងពេលដែលយើងញាក់ពីគេងមកយើងមានកាហ្វេមានអីមានម៉ាស៊ីនផ្លុំសក់មានអីគេថាគាត់រៀបចំបានគ្រប់មុខគ្រប់បែបយ៉ាងមកគាត់កន្លែងខ្លះយើងទៅគឺអត់មានទេបងប្អូនតែសម្រាប់ bungalow របស់គាត់រៀបចំបានគ្រប់មុខគ្រប់បែបយ៉ាងមែនទែនហើយ view កន្លែងយើងអង្គុយញ៉ាំកាហ្វេមើលទៅមាត់សមុទ្រអីមើលទៅឆ្នេរគឺអែមមែនទែនហើយនឹងសម្រាប់កន្លែងគេងរបស់គាត់គាត់ដេកូបែបសាមញ្ញចឹងបងប្អូនមានឈើខ្លះទៅមានបេតុងស៊ីម៉ង់ខ្លះទៅគាត់រៀបចំចឹងអញ្ចឹងគាត់ដេកូបែបឈើបែបអីចឹងធ្វើតាមការរៀបចំដេកូរបស់គាត់ចឹងទៅហើយសូម្បីតាពូកភួយអីហ្នឹងក៏គាត់វាយ brand របស់ Suning Resort របស់គាត់ដែរចឹងណាមិនថាតាសម្លៀកបំពាក់តែឧបករណ៍ប្រើប្រាស់ផ្សេងៗនេះគឺគាត់វាយ brand របស់គាត់ Suning Resort អញ្ចឹងបងប្អូនអាចមកកន្លែងគាត់បានកន្លែងគាត់ឈ្មោះថា Suning Resort ហ្នឹងហើយសម្រាប់បន្ទប់ទឹកអីក៏ស្អាតធំទូលាយគេរៀបចំមានដេកូខាងក្នុងបន្ទប់ទឹកក្នុងអីចឹងបងប្អូនគឺថាកន្លែងសម្រាប់កន្លែងស្នាក់នៅរបស់គាត់គឺគាត់រៀបចំបានស្អាតហើយមិនថាភ្ញៀវសម្រាប់ជនជាតិខ្មែរយើងឬក៏បរទេសទេគាត់មកគាត់ធម្មតាបើកន្លែងស្អាតអនាម័យល្អកន្លែងគេងសុវត្ថិភាពចឹងទៅមើលទៅវាទំនងនៃការមកលេងកម្សាន្តរបស់គាត់ហើយគាត់មានអារម្មណ៍ស្រស់ស្រាយគឺថាគាត់សប្បាយចិត្តហើយទាំងយើងនៃគេមកវាមានគ្រប់សពបែបយ៉ាងបែបនេះយើងអារម្មណ៍យើងមួយ fresh សប្បាយចិត្តហើយនឹងក៏មានដំណងថ្ងៃក្រោយទៀតគឺយើងអាចនឹង share ទីតាំងរបស់គាត់ទៅអ្នកផ្សេងទៀតដើម្បីឲ្យមកលេងបានសប្បាយដូចយើងដែរចឹងបងប្អូនគឺថាកន្លែងគាត់សូម្បីតែបន្ទប់ទឹកបងប្អូនមើលហ្នឹងគឺគាត់រៀបចំបានធំទូលាយសម្រាប់ជនជាតិអីគឺគេចូលចិត្តបន្ទប់ទឹកដែលធំទូលាយហើយមានការដេកូការរៀបចំមានដាច់តម្លៃពីគ្នាអញ្ចឹងបងប្អូនកន្លែងងូតទឹកទៅផ្សេងទៅកន្លែងយើងលបោលុបមុខឬក៏កន្លែងប្រគុណយើងមកដល់បាត់ជើងផ្សេងទៅទូលាយហើយបរិយាកាសគឺស្អាតមែនទែនបងប្អូនកន្លែងយើងអង្គុយ view មើលទៅសមុទ្រអីគឺថាខ្ញុំពេញចិត្តមែនទែនសម្រាប់ resort របស់គាត់ដោយសារទីតាំងដែលយើងជ្រើសនេះវាល្អហើយឃើញថាវានៅជាប់ទៅនឹងមាត់ឆ្នេរមាត់សមុទ្រតែម្ដងហើយមិនដូច resort កន្លែងខ្លះគឺអត់បាននៅមាត់សមុទ្រចឹងទេបងប្អូននៅឆ្ងាយយើងត្រូវចុះដើរមកចង់លេងទឹកចង់ទៅអង្គុយនៅឆ្នេរអីទៅយើងដើរមកចឹងតែកន្លែងគាត់គឺ special មែនតើគឺនៅជាប់នឹងមាត់សមុទ្រតែម្ដងមាត់ឆ្នេរតែម្ដងបងប្អូនបាទហើយបន្ទាប់ពីយើងបានមកដល់កន្លែងយើងសម្រាប់ងូតទឹកងូតអីផ្លាស់សម្លៀកបំពាក់ដើម្បីទៅញ៉ាំអាហារថ្ងៃត្រង់បងប្អូនទៅញ៉ាំអាហារថ្ងៃត្រង់ទាំងអស់គ្នាហើយនេះគឺជា view នៅមាត់ឆ្នេររបស់គាត់មានដើមឈើច្រើនបងប្អូនដូចដើមដូងដើមផ្កាដើមលំអផ្សេងៗមានទូកកាយៈមានអីសម្រាប់បងប្អូនជិះ
លេងកំសាន្តអញ្ចឹងចាំមើលយើងញ៉ាំអាហារថ្ងៃត្រង់រួចចាំយើងទៅលេងទឹកលេងអញ្ចឹងហើយសូម្បីតែចានស្លាបព្រាបងប្អូនមើលឃើញគាត់វាយ brand Sunning Resort របស់គាត់ហ្នឹងហើយឥឡូវយើងបានមកដល់យើងជួបជុំគ្នាដើម្បីញ៉ាំអាហាររបស់យើងបានប្រាប់ឲ្យគាត់ចម្អិនខ្លះហើយយើងចម្អិនខ្លួនឯងខ្លះអញ្ចឹងដោយសារយើងមកដល់ថ្ងៃយើងចម្អិនអត់ទាន់អញ្ចឹងយើងឲ្យខាង resort គាត់រៀបចំឲ្យយើងស្រួលស្រាច់អញ្ចឹងបងប្អូនអាចតំណែងកញ្ចប់របស់គាត់ក៏បានតាក់ទងឲ្យគាត់រៀបចំមកកាផ្លេសម្រាប់យើងអញ្ចឹងយើងមកដល់យើងគ្រាន់តែរៀបចំសម្លៀកបំពាក់រៀបចំផ្លាស់ដូរសម្លៀកបំពាក់ងូតទឹកងូតអីហើយយើងអាចមកស្រូបអាហារថ្ងៃត្រង់បានហើយអាហារពេលល្ងាចដូចគ្នាបងប្អូនខាង resort គាត់រៀបចំឲ្យយើងស្រេចតែម្ដងគឺយើងអត់បារម្ភរឿងថាយើងមកហត់ហើយយើងពិបាកនៅចម្អិនខ្លួនឯងតែបើយើងចង់ចម្អិនខ្លួនឯងក៏បានដែរបងប្អូនគាត់មានជាចង្ក្រានគាត់មានជាអីផ្សេងៗឲ្យយើងអាំងឲ្យយើងរៀបចំខ្លួនឯងបានអញ្ចឹងណាបាទហើយបន្ទាប់ពីយើងបានស្រស់ស្រូបអាហារថ្ងៃត្រង់រួចហើយយើងក៏សម្រាកបន្តិចទៅអ្នកខ្លះក៏ចុះលេងទឹកទៅអ្នកខ្លះក៏មានផែនការដើរជុំវិញលើកោះអញ្ចឹងទៅមើលទីតាំងនេះទីតាំងនោះផ្សេងៗអញ្ចឹងទៅតាម plan របស់យើងដែលយើងបានឆែកជាមួយខាងresort គាត់រីកចម្រើនឲ្យយើងអាចដើរទៅមើលទឹកជ្រោះលើហ្នឹងមានទឹកជ្រោះបងប្អូនមានទឹកជ្រោះធ្លាក់ហើយមានកន្លែងមើលថ្ងៃលិចអាចជិះគោយន្តជិះអីទៅមើលថ្ងៃលិចដោយសារយើងដើរឆ្ងាយតែកន្លែងresort មកកន្លែងទៀតឆ្នេរមកខាងទៀតណាបងប្អូនឆ្នេរមកខាងទៀតនេះក៏វាឆ្ងាយដែរយើងដើរទៅវាឆ្ងាយអញ្ចឹងយើងទៅការជួគោយន្តជិះអីដើម្បីទៅមើលថ្ងៃលិចទៅមើលអញ្ចឹងមានកន្លែងទៅមើលទឹកជ្រោះទៅមើលថ្ងៃលិចឬយើងដើរមើលទីតាំងផ្សេងៗ resort ផ្សេងៗនៅចិត្តគ្នាអញ្ចឹងបងប្អូនយើងអាចដើរតាមបណ្ដោយឆ្នេរអញ្ចឹងដើរមើលទីតាំងរបស់គេកន្លែងរបស់គេទៅវាយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងទៅយើងមកយើងបានបទពិសោធន៍ថ្មីថ្ងៃក្រោយយើងអាចមកជ្រើស resort ផ្សេងៗនៅលើកោះរ៉ុងសន្លឹមហ្នឹងដើម្បីយើងមកស្នាក់នៅមកលេងអញ្ចឹងយើងបានជាបទពិសោធន៍បានជាអ្វីថ្មីសម្រាប់យើងចាញ់លេខទៅមិត្តភក្តិទៅបងប្អូនផ្សេងៗទៀតដែលគាត់មិនទាន់បានមកលេងលើហ្នឹងអញ្ចឹងបងប្អូនហើយសម្រាប់ view នេះបងប្អូនឃើញអញ្ចឹងបដោយឆ្នេរគេស្អាតបងប្អូនឆ្នេរសាច់ខ្សក្បោះដូចនៅខាងឡុងប៊ិចឡុងសុតដែរគាត់ថាកន្លែងខ្លះទៅក៏ទឹករៀងល្អដែរអញ្ចឹងកន្លែងដែលខ្លះទៅក៏ទឹកស្អាតថ្លាខាង resort ខាងនេះគាត់កើបសម្រាមកើបអីគាត់អនាម័យមុខ resort គាត់បានស្អាតបានល្អអញ្ចឹងជារៀងរាល់ព្រឹកឬល្ងាចគឺមានខាងអនាម័យគឺទៅសម្អាតនៅលើឆ្នេរហ្នឹងឯងនៅមាត់សមុទ្រមាត់ឆ្នេរហ្នឹងព្រោះរលកបងប្អូនដែររុញកំតិចកំទីអីផ្សេងៗមកអញ្ចឹងវាធ្វើឲ្យមិនស្អាតទេនៅលើឆ្នេរអញ្ចឹងគាត់មានខាងក្រុមការងារគាត់សម្រាប់តែដើរសម្អាតមាត់ឆ្នេរតាម resort តាមកន្លែងរបស់គាត់ផ្សេងៗមួយអញ្ចឹងតែម្ដងបាទហើយសម្រាប់សកម្មភាពពួកយើងគឺបែបហ្នឹងយើងមកយើងមាន plan មាន schedule អញ្ចឹងណាតែឥឡូវយើងមកដល់លើកោះហើយយើងគួរទៅណាទៅលេងអីទៅមើលអីលើកោះហ្នឹងអស់សិនទៅហើយបានយើងមាន plan នៅថ្ងៃបន្តទៀតបាទយើងចេញទៅស្ទូចត្រីទៅមើលផ្កាថ្មទៅលេងទឹកនៅខាងកន្លែងដែលយើងទៅស្ទូចត្រីអញ្ចឹងណាបងប្អូនអញ្ចឹងថ្ងៃទី1នៃការមកដល់របស់យើងគឺយើងបានតែត្រឹមលេងលើកោះលើអីទេងូតទឹកងូតអីលើឆ្នេរនៅកន្លែងមុខ resort យើងឬយើងដើរកំសាន្តជុំវិញកោះនៃរងសន្លឹមអញ្ចឹងបងប្អូនអាចបងប្អូនជួលម៉ូតូជិះក៏បានជិះដើរមើលប្រជុំកោះដែលនៅជាប់គ្នានឹងជិះទឹកពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងបងប្អូនហើយផែនការរបស់យើងបន្ទាប់ពីយើងដើរជុំវិញនឹងហត់នៅយើងមកកន្លែងវិញសិនមកកន្លែងវិញដើម្បីល្ងាចបន្តិចយើងទៅមើលថ្ងៃលិចបងប្អូនមានទៅមើលថ្ងៃលិចនៅផ្នែកម្ខាងទៀតនៃឆ្នេររបស់យើងនៃខាងកោះរ៉ុងសន្លឹមហ្នឹងមានឆ្នេរមួយគេហៅឈ្មោះថា Lazy Beach ហ្នឹងគឺយើងអាចទៅមើលថ្ងៃលិចនៅខាងហ្នឹងដោយសារបើយើងនិយាយទៅ Lazy Beach វានៅម្ខាងនៃSunning Resort នេះវានៅបែរមុខទៅទិសខាងកើតបងប្អូនបែរមុខទៅទិសខាងកើតតែបើយើងចង់ទៅមើលថ្ងៃលិចយើងទៅទិសខាងលិចនៃ Lazy Beach ហើយម៉ោងប្រហែលជា4ក្រុមការងារខាង resort គាត់ចាប់ផ្ដើមរៀបចំតុរៀបចំកៅអីសម្រាប់កម្មវិធីនៅពេលយប់ចឹងបងប្អូននៅពេលល្ងាចចឹងពេលល្ងាចគឺយើងមកញ៉ាំអីនៅលើឆ្នេរចឹងខាងក្រុមការងារ resort គឺគាត់រៀបចំទៅភ្ញៀវទៅប្រហែលក្រុមគាត់រៀបចំតុកៅអីឲ្យនៅមាត់ឆ្នេរតែម្ដងសម្រាប់យើងសប្បាយលេងកម្សាន្តពេលយប់ពេលអីចឹងណាហើយខាងផ្នែកខាង team របស់ពួកយើងនេះក៏គាត់រៀបចំឲ្យមកប្លុកទៅមាន speaker មែនអី speaker របស់ខាង resort គាត់ដាក់ឲ្យទៀតបើយើងត្រូវការស្ដាប់ត្រូវការច្រៀងលេងរាំលេងអីគាត់ដាក់ឲ្យដោយសារ team ពួកយើងក្រុមការងារពួកយើងគឺគ្នាច្រើនជាង team ផ្សេងៗណាអញ្ចឹងយើងអាចជជែកមួយគាត់អាចស្នើសុំគាត់ឲ្យគាត់រៀបចំកម្មវិធីឲ្យយើងរយៈពេល2 3ថ្ងៃនេះអញ្ចឹងខាងគាត់ក៏បានរៀបចំសម្ភារៈរបស់គាត់ទៅមានតុមានកៅអីមានចានស្លាបព្រាមានចង្ក្រានអាំងសាច់មានអីផ្សេងៗទៅតាមរបស់គាត់ទៅបើយើងសម្ភារៈរបស់ខាងយើងជាភ្ញៀវយើងមានអីយើងអាចយកមករៀបចំបដាទៅសម្រាប់អាហារពេលល្ងាចរបស់យើងមានទេសៈមានអីផ្សេងហ្នឹងដែលយើងត្រូវមកយកមកញ៉ាំមានម្ហូបមានអីត្រូវត្រៀមអាំងត្រៀមអីព្រោះយើងមកថ្ងៃទី1នេះយើងមានម្ហូបខ្លះយើងទិញត្រៀមមកអញ្ចឹងហើយនឹងឲ្យខាង resort គាត់រៀបចំខ្លះអញ្ចឹងទៅមានម្ហូបខាងគាត់មានបាយមានអីអញ្ចឹងគាត់រៀបចំខ្លះតាមអ្វីដែលយើងជជែកយើង booking ទៅខាងម្ចាស់ resort អញ្ចឹងយើងខាងគេរៀបចំខ្លះយើងរៀបចំខ្លះទៅហើយសម្រាប់ថ្ងៃទី1នេះហើយសម្រាប់យប់ថ្ងៃទី2ចាំយើងចេញទៅរកត្រីចេញទៅស្ទូចត្រីទៅរកត្រីឬក៏ទិញម្ហូបអាហារថែមនៅលើកោះដែលមានបងប្អូនជានេសាទគាត់រកបានអញ្ចឹងណាបងប្អូន
ចឹងអ្វីដែលយើងត្រូវត្រៀមគឺត្រៀមម្ហូបអាហាររបស់យើងជាសាច់ទោះយើងស្ទូចបានមិនបានក៏យើងត្រូវទិញលើកោះញ៉ាំជុំគ្នាចឹងពួកគ្នាយើងច្រើនយើងស្ទូចមិនដឹងថាស្ទូចបានតែច្រើនសម្រាប់ញ៉ាំទេបាទបន្ទាប់ពីយើងបានជួយគ្នារៀបចំសម្រាប់ម្ហូបអាហារយើងត្រៀមញ៉ាំពេលល្ងាចមកយើងក៏ដល់ម៉ោងទៅមើលថ្ងៃលិចបងប្អូនទៅមើលថ្ងៃលិចនៅខាងលេស៊ីប៊ីកនៅមួយខាងទៀតតែវាឆ្ងាយដែរបងប្អូនមិនមែនចិត្តទេយើងដីរាប់សិបគីឡូដែរពីចុងកោះមួយទៅកោះមួយចឹងយើងអាចដើរដល់ដែរយើងដើរដល់ក៏យើងចំណាយចម្លាងហត់ដែរចឹងយើងជួលកោយន្តជិះកោយន្តដូចជាតម្លៃគាត់ជួលជិះដូចជាម្នាក់ 10000 ទាំងទៅទាំងមកទៅ 5000 មក 5000សម្រាប់គ្នាដូចដឹកបានប្រហែលជាខ្ទង់10នាក់ដែរបងប្អូនកោយន្តគាត់ហ្នឹងឥឡូវយើងចាប់ដើមចេញដំណើរទៅហើយយើងទៅពេលភ្លឺដែរម៉ោងប្រហែលជា5បងប្អូន5កន្លះវានៅភ្លឺទេចឹងយើងទៅដល់ថ្ងៃវាលិចល្មមអញ្ចឹងខាងកោយន្តហ្នឹងគាត់ដឹងថារយៈពេលគាត់បើកពីហ្នឹងទៅហ្នឹងតែប្រហែលទៅទាន់ថ្ងៃលិចអត់ចឹងអញ្ចឹងគាត់ក៏មកយកយើងសម្រាប់ទៅមើលថ្ងៃលិចទាំងអស់គ្នាឃើញថាឆ្លងកាត់បងប្អូនឆ្លងកាត់មាន off road មានអីចឹងបានសុបាយមានដើរខ្លះមានជិះខ្លះចឹងបងប្អូនហើយផ្លូវដែលយើងត្រូវធ្វើដំណើរទៅគឺសភាពបែបហ្នឹងបងប្អូនមានទៅឡើងភ្នំចុះភ្នំកលុកកលាក់មានផ្លូវរៀបស្មើអញ្ចឹងវាមានស្ថានច្រើនដោយសារលើកោះរងសន្លឹមហ្នឹងក៏កំពុងតែឃើញមានអភិវឌ្ឍច្រើនធ្វើបន្តទៀតនៅ resort ផ្សេងចឹងបងប្អូនឥឡូវយើងបានមកដល់បងប្អូនមកដល់កន្លែងដែលយើងត្រូវដើរទៅដោយសារវានៅ resort គេមកខាងទៀតនៅកោះមកខាងទៀតអញ្ចឹងយើងត្រូវការនាំគ្នាធ្វើដំណើរនៅថ្មើរជើងដើម្បីទៅឆ្នេរមួយហ្នឹងមើលថ្ងៃលិចបាទហើយយើងត្រូវបន្តដំណើរដោយថ្មើរជើងបន្ទាប់ពីយើងចុះពីកោយន្តហ្នឹងយើងត្រូវបន្តដំណើរបន្តិចទៀតបងប្អូនហើយយើងដើរឆ្លងកាត់តាម resort គេមួយនេះ resort គេនៅខាងលេស៊ីប៊ិចហ្នឹងអញ្ចឹងទៅយើងអាចធ្វើដំណើរមកដល់ឆ្នេររបស់លេស៊ីប៊ិចហ្នឹងមើលថ្ងៃលិចបានអញ្ចឹងបងប្អូនហើយនៅពេលដែលយើងបានធ្វើដំណើរមកដល់គឺថាស្អាតមែនតើបងប្អូនដូចនៅក្នុងរូបភាពដែលគេថតមកបងគេថតមកដាក់នៅតាមគាត់សភៅនៅតាមអីផ្សេងបងប្អូនឃើញថាស្អាតview នៅមួយខាងនេះគឺសម្រាប់មើលថ្ងៃលិចឃើញថាស្អាតហើយ view ខាងស៊ុននេះសម្រាប់មើលថ្ងៃរះអញ្ចឹងយើងបានពីរខាងសម្រាប់មើលថ្ងៃលិចថ្ងៃរះហើយ resort នៅខាង Lazy Beach នេះគឺធ្វើសម្រាប់ជនជាតិជនបរទេសឲ្យគាត់មកគាត់ចូលចិត្តនៅលើតាមព្រៃតាមលើភ្នំចលងភ្នំអីចឹងគេធ្វើបែបហ្នឹងបងប្អូនហើយសម្រាប់អភិជននេះក៏មានបងប្អូនគេធ្វើមាននៅជាប់នឹងឆ្នេរជាប់នឹងមាត់សមុទ្រដូចគ្នាសម្រាប់អ្នកមានអ្នកអភិជននេះអាចមកលក្ខណៈស្ងប់ស្ងាត់លក្ខណៈបែបចង់លក្ខណៈគ្រួសារក៏បានគឺគេធ្វើសម្រាប់មានគ្រប់សន្តានតែម្ដងបងប្អូនតែពីច្រើននៅលេស៊ីប៊ិចនេះយើងឃើញពីច្រើនគឺមានជនជាតិជនបរទេសគាត់មកស្នាក់នៅជនបរទេសគាត់ចូលចិត្តនៅបែបរបៀបធម្មជាតិអញ្ចឹងបងប្អូនហើយអាចអង្គុយមើលថ្ងៃលិចមើលអីចឹងបងប្អូនគឺថាកន្លែងនេះគឺអេមែនតើនៅលេស៊ីប៊ិចនេះគាត់ថា resort របស់គាត់អត់មានជាប់នៅមាត់ឆ្នេរទេបងប្អូននៅលើឆ្នេររបស់លេស៊ីប៊ិចនេះអត់មាន resort នៅដូចនៅខាងស៊ុននីងទេស៊ុននីងគឺគាត់ធ្វើនៅលើឆ្នេរកន្លែងដីរបស់គាត់ area របស់គាត់គឺគាត់ធ្វើយក view នៅលើឆ្នេរអាចទទួលទាំងភ្ញៀវជាតិអន្តរជាតិផ្សេងៗអញ្ចឹងតែបើនៅ Lazy Beach នេះវិញគឺផ្ទុយគ្នាគឺគាត់ធ្វើសម្រាប់តែ concept របស់ជនជាតិដែលគាត់មកលេងមកស្នាក់នៅអីគឺគាត់ស្នាក់នៅលក្ខណៈដាច់ឬក៏មាន resort ខ្លះគឺនៅជាប់គ្នាដែរតែសម្រាប់គឺគាត់ធ្វើសម្រាប់អាចមានភ្ញៀវច្រើនអញ្ចឹងលក្ខណៈគ្រួសារធំឬក៏ទៅជាលក្ខណៈ team ចង់នៅជាប់គ្នាអញ្ចឹងគាត់មានជា bungalow នៅជាប់គ្នាអាច2ឬក៏3ឲ្យជាប់គ្នាអញ្ចឹងទៅអាចស្នាក់នៅជុំគ្នាអញ្ចឹងទៅគាត់មានឯកជនភាពឬក៏លក្ខណៈជាគ្រួសារធំអញ្ចឹងនៅខាង Lazy Beach នេះបើតាម concept ដែលយើងបានឃើញអញ្ចឹងណាហើយទិដ្ឋភាពគឺស្អាតមែនទេបងប្អូននៅម៉ោងខ្ទង់ប្រហែលជា6តែខ្ទង់ម៉ោង6ល្ងាចថ្ងៃលិចលំទៅនឹងទឹកសមុទ្រហ្នឹងហើយយើងក៏បានរៀបចំដើម្បីធ្វើដំណើរទៅវិញដែរដោយសារឥឡូវថ្ងៃលិចម៉ោង6ជាងយើងត្រឡប់ទៅខាងកន្លែងដែលយើងសម្រាប់វិញគឺ Suning Resort ហ្នឹងដើម្បីជួបជុំគ្នាញ៉ាំអាហារពេលល្ងាចពេលយប់បងប្អូនកម្មវិធីយើងនៅយប់ថ្ងៃទី1នេះអញ្ចឹងដំណើរកម្សាន្តយើងនៅវែងឆ្ងាយទៀតយើងអាចថ្ងៃទី1នេះយើងដើរលេងលើកោះលើអីចឹងទៅមានកន្លែងណាដែលយើងអាចទៅលេងបានយើងសាកសួរគេទៅណាបងប្អូនសាកសួរអ្នកធ្វើការនៅ resort ហ្នឹងឬក៏អ្នកស្រុកអ្នកភូមិហ្នឹងទៅថាយើងអាចទៅលេងកន្លែងណាបានខ្លះឲ្យអស់ពីលទ្ធភាពដែលយើងអាចទៅលេងបានព្រោះយើងមកពេលលេងយើងវាខ្លីដែរអញ្ចឹងតោះតែយើងឆ្លៀតពេលព្យាយាមដើររកកន្លែងលេងថ្ងៃទី1អញ្ចឹងទៅហើយថ្ងៃទី2ថ្ងៃអីយើងបន្តដំណើរទៅណាទៅណីទៀតយើងគេ plan ជាមួយក្រុម team របស់យើងអញ្ចឹងបន្តទៅទៀតអញ្ចឹងណាហើយឥឡូវយើងក៏បានធ្វើដំណើរត្រឡប់មកវិញបងប្អូនរៀងយប់បន្តិចដែរមកអាចខ្ទង់6កន្លះហ្នឹងមេឃចាប់ដើមឡើងហ្នឹងអញ្ចឹងខាងកោយន្តគាត់មានភ្លើងមានអីគាត់ដែរគាត់មានភ្លើងបំភ្លឺបើគាត់ដាក់ភ្លើងលើកោយន្តសម្រាប់ភ្ញៀវហើយភ្លើងបំភ្លឺតាមផ្លូវដែរឃើញថាអត់អីទេបងប្អូនសុវត្ថិភាពហើយយើងបានមកដល់នៅកន្លែង resort យើងវិញយើងក៏បានជួបជុំគ្នាញ៉ាំនៅអាហារពេលល្ងាចហើយនឹងហូបចុកឲ្យពិភាក្សាគ្នាអញ្ចឹងថាស្អែកឡើងយើងត្រូវធ្វើអីបន្តដំណើរទៅណាទៀតអញ្ចឹងហើយបន្ទាប់ពីយើងបានញ៉ាំអាហារជុំគ្នារួចហើយយើងក៏បានចេញដើរចាក់មឹកចាក់ប្រគេតាមឆ្នេរអញ្ចឹងបងប្អូនតែដោយសារស្ថានភាពខ្យល់វាមិនរៀងអូអាប់ដែរពេលយប់
មិនចង់ភ្លៀងដែរអញ្ចឹងរលកខ្លាំងធ្វើឲ្យយើងរកអត់បានទេបងប្អូនដោយសារគាត់ថាបើរាល់ថ្ងៃបើមិនស្ងប់គឺមានតែគេមានមកអីឡើងមកតាមនិតឆ្នេរហ្នឹងអញ្ចឹងណាដល់ពេលយើងចំថ្ងៃយើងទៅវារៀងរលកខ្យល់មកដែរពីទឹកខាងហ្នឹងខ្យល់មកដែរអញ្ចឹងវាធម្មតាបើខ្យល់វាមកខាងនេះខាងនោះស្ងប់ខាងនោះខ្យល់ខាងនេះស្ងប់ចឹងតិចនៅមកខាងអ្នកនេះលេស៊ីប៊ិចជាមួយនឹងស៊ូនីងអញ្ចឹងបងប្អូនហើយសម្រាប់សកម្មភាពរបស់ក្រុមការងារយើងមកលេងនៅលើកោះរ៉ុងសន្លឹមនៃថ្ងៃទី1យប់ទី1នេះគឺមានតែហ្នឹងបងប្អូនគឺយើងដើរលើកោះញ៉ាំអាហារជុំគ្នាពេលល្ងាចហើយដើរចាក់មឹកចាក់បង្គាតាមឆ្នេរអញ្ចឹងទៅយប់ឡើងហើយយប់ជ្រៅបន្តិចក៏យើងចូលសម្រាប់រៀងខ្លួនដើម្បីត្រៀមបន្តដំណើរទៅថ្ងៃស្អែកទៀតគឺយើងទៅស្ទូចត្រីម្ដងបងប្អូនហើយវីដេអូទី2នេះគឺមានតែហ្នឹងបងប្អូនអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូទី3បន្តទៀតអរគុណច្រើនបាយបាយ